ថ្ងៃនេះស្មុគស្មាញទៀតហើយមានបញ្ហាទៀតហើយគិតអីអត់ចេញសោះគ្មានអារម្មណ៍ធ្វើអ្វីទេថ្ងៃនេះតែអ្នកធ្លាប់និយាយឃ្លាប្រយោគឬក៏ពាក្យទាំងអស់នេះទៅកាន់ខ្លួនឯងដែរអត់វាប្រហែលជាមិនតិចដងទេដែលអ្នកមានអារម្មណ៍ថាខ្លួនឯងស្មុគស្មាញហើយអត់ចង់ធ្វើអ្វីសោះចុះអ្នកដែលកលេចមើលទៅកាន់អ្នកដទៃអត់អ្នកឃើញពួកគាត់ធ្វើការបានយ៉ាងល្អពួកគាត់ធ្វើការរាល់ថ្ងៃដែលគ្មានថ្ងៃសម្រាកហើយអ្នកគិតថាប្រហែលជាពួកគេគ្មានបញ្ហាទេប្រហែលជាពួកគេគ្មានអារម្មណ៍ស្មុគស្មាញទេទើបពួកគេធ្វើការងារបានល្អរាល់ថ្ងៃបែបនេះតែវាពិតជាមិនពិតនោះទេមនុស្សម្នាក់ណាក៏តែងតែជួបនឹងបញ្ហាដែរចុះហេតុអ្វីបានជាមនុស្សខ្លះរស់នៅយ៉ាងសប្បាយរីករាយទោះមានបញ្ហាច្រើនដូចគ្នាចម្លើយអាចស្ថិតនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេតោះឥឡូវពួកយើងសាកស្ដាប់នៅទម្លាប់តូចៗ3យ៉ាងដែលប្រហែលជាអាចមានប្រយោជន៍ចំពោះជីវិតទម្លាប់ទី1នោះគឺការដឹងគុណជំនួសឲ្យផ្ដោតលើអ្វីដែលអ្នកខ្វះចូលរំលឹកខ្លួនឯងពីអ្វីដែលអ្នកមានការដឹងគុណធ្វើឲ្យចិត្តស្ងប់និងសប្បាយជាងមុនដែលនិយាយប្រាប់ខ្លួនឯងដែរអត់ថាថ្ងៃនឹងធ្វើអ្វីខ្លះបានល្អតោះទម្លាប់ទី2វិញម្ដងទម្លាប់ទី2គឺការកុំប្រៀបធៀបជាមួយនឹងអ្នកដទៃត្រូវចាំថាមនុស្សម្នាក់មានផ្លូវជីវិតខុសគ្នាឃើញគេរីកចម្រើនអ្នករីករាយជាមួយគេហើយខំអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនតទៅទៀតទៅទម្លាប់ចុងក្រោយទី3នោះគឺការចំណាយពេលជាមួយនឹងមនុស្សវិជ្ជមានមនុស្សនៅជុំវិញខ្លួនអ្នកមានឥទ្ធិពលយ៉ាងខ្លាំងចំពោះអារម្មណ៍របស់អ្នកជាប្រចាំថ្ងៃដូច្នេះចូលជ្រើសរើសអ្នកដែលមានថាមពលវិជ្ជមាន